Ôn ọc này chạch từ lừa bọc máu được. Bây giờ copy link hết chạch từ lừa bọc máu được mùi mốc bạn. Nếu như đã thà please wait bạn. Trong bạn này thà việc cầm phong tại download ở dưỡng nơi video đã dưỡng bàn copy link hay. Cứ nghe sưu mình tên cầm thì này bóng ôn ọc này. Chẳng dưỡng xa là bò một đòn tiết bạn. Bạn chẳng khơi thà cạp chụp ở bọn dưỡngគឺបានជួបជ័យហើយយើងដាក់ពីបានត្រង់កន្លែងល្ងិតហ្នឹងគឺកន្លែងហ្នឹងពេល record ទៅគេអត់ឲ្យជំរាបសួរនិងសួស្ដីពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍សាជាថ្មីមកកាន់ Channel YouTube របស់ខ្ញុំសម្រាប់បងប្អូនមកថ្មីដែលមិនទាន់បានចុច Subscribe ឬ Follow Page របស់ខ្ញុំបងប្អូនអាចចុច Subscribe ឬ Follow Page របស់ខ្ញុំដើម្បីទទួលបាននូវវីដេអូថ្មីៗថ្ងៃនេះខ្ញុំមានកន្លឹះមួយទៀតដើម្បីចែករំលែកដល់បងប្អូនទាំងអស់គ្នាឃើញថាមួយរយៈនេះបងប្អូនទាំងអស់គ្នាមួយចំនួនបាន disable account ហើយមិនបានការពារវាឲ្យបានត្រឹមត្រូវអញ្ចឹងថ្ងៃនេះខ្ញុំនឹងមកបង្ហាញបងប្អូនទាំងអស់គ្នាអំពីរបៀបនៃការដាក់ passkey ដែលមុខងារថ្មីរបស់ Facebook ដើម្បីការពារ account របស់យើងអញ្ចឹងបងប្អូនទាំងអស់គ្នាចូលទៅអនុវត្តជាមួយខ្ញុំទាំងអស់គ្នាដំបូងបងប្អូនទាំងអស់គ្នាចូលមកក្នុង Facebook បាទបងប្អូនអរគ្នាចូលមកក្នុង Facebook មកបាទជាក់ស្ដែងដូច account របស់ខ្ញុំនេះគឺខ្ញុំមិនបានតាំង profile អីនោះទេតែវាអត់មានជាបញ្ហាអីនោះទេដោយសារតែយើងបានបំពេញនៅគោលការណ៍របស់វាអញ្ចឹងបងប្អូនទាំងអស់គ្នាចូលមកក្នុង tray 3ហើយបងប្អូនទាំងអស់គ្នាចូលសញ្ញា setting ឬក៏បងប្អូនទាំងអស់គ្នាចូលsetting and privacy ចូល setting ទៀតបន្ទាប់មកចូលមកក្នុង password and security បន្ទាប់មកទៀតយើងចូលមកក្នុង security ទៀតកន្លែងទាំង3នេះក៏ខ្ញុំបានធ្លាប់ធ្វើវីដេអូរួចហើយផងដែរក៏ប៉ុន្តែបងប្អូនមួយចំនួននៅតែមិនទាន់ដឹងត្រង់នេះគឺកន្លែងបដូរ password Facebook account Facebook របស់យើងកន្លែងនេះគឺជា two factor បាទហើយត្រង់នេះ save login ត្រង់នេះគឺកន្លែង passkey ដែលខ្ញុំបាននិយាយថាមុខងារថ្មីដែលគេបានដាក់ឲ្យយើងដើម្បីការពារ account របស់យើងពីការ disable account អញ្ចឹងយើងចូលទៅបង្កើតទាំងអស់គ្នានៅរបៀបនៃការបង្កើតនៅ passkey ដើម្បីការពារ account របស់យើងពីការបាត់បង់អញ្ចឹងយើងចុចចូលមកបន្ទាប់ពីយើងចុចចូលមកហើយគេដាក់ថា create passkey អញ្ចឹងយើងចុចទៅលើ create passkey បន្ទាប់មកគេមាន passkey lock ឬក៏ក្រយ៉ាវដៃអីចឹងទៅបងប្អូនអរគ្នាតាមបងប្អូនមានអញ្ចឹងយើងចុច create មកបន្ទាប់មកវានឹង send email ណាខ្ញុំភ្លេចប្រាប់បងប្អូនទាំងអស់គ្នាឲ្យបងប្អូនទាំងអស់គ្នាទៅ check email ឲ្យហើយបាទបងប្អូនទាំងអស់គ្នាតែអត់អីទេចាំដល់ពេលយើងបង្កើតហើយចាំខ្ញុំទៅប្រាប់បងប្អូនទាំងអស់គ្នាជៀសវាងបងប្អូនទាំងអស់គ្នាធ្វើទៅអត់ដឹងថាវាផ្ញើ email ទៅ email ណាអញ្ចឹងវាដាក់តែប៉ុណ្ណឹងទេអញ្ចឹងយើងចូលទៅក្នុង email ដើម្បីឲ្យបងប្អូនទាំងអស់គ្នាឃើញហើយបងប្អូនទាំងអស់គ្នានឹងអនុវត្តមកយើងចូលទៅក្នុង email អត់តាមគេលោតមកបាទនេះ email នេះប្រហែលជាវាដាក់ឲ្យតែម្ដងទេបងប្អូនអរគ្នាអត់ត្រូវអានេះចាស់បងប្អូនអរគ្នាខ្ញុំធ្វើលើកមុនធ្វើសាកល្បងយើង
នេះ10:47แล้วយើងដាក់ដងទៀតបងប្អូនអរគ្នា057 10 គុត 462 057បងប្អូនអរគ្នាខុសបងប្អូន057 10 គុតទៀតមួយខុស 462 គុត 462 បាទចឹងយើងសាកល្បងម្ដងទៀតបាទអញ្ចឹងឃើញថាការភ្ជាប់របស់យើងគឺបានជោគជ័យហើយយើងដាក់ប្រយោគដៃបាទត្រង់កន្លែងល្ងិតហ្នឹងគឺកន្លែងហ្នឹងពេល record ទៅគេអត់ឲ្យយើងឃើញទេបងប្អូនទាំងអស់គ្នាអញ្ចឹងបងប្អូនទាំងអស់គ្នាត្រង់ហ្នឹងបើបងប្អូនទាំងអស់គ្នាមានប្រយោគដៃបងប្អូនដាក់ប្រយោគដៃទៅបងប្អូន scan មុខបងប្អូន scan មុខទៅណាបងប្អូនទាំងអស់គ្នាបាទអញ្ចឹងប៉ុណ្ណឹងគឺរួចរាល់ជាការស្រេចហើយកន្លឹះមួយទៀតដើម្បីខ្ញុំប្រាប់បងប្អូនទាំងអស់គ្នាមុននឹងបងប្អូនទាំងអស់គ្នាចូលមកដាក់ passkey បងប្អូនគួរតែមកពិនិត្យemail របស់បងប្អូនហើយស្រួលដល់ពេលបងប្អូនទាំងអស់គ្នាចូលទៅក្នុង email ពេលដែលផ្ញើសារមកយើងទៅរក email ហ្នឹងដើម្បីយកលេខកូដណាបងប្អូនទាំងអស់គ្នាបាទអញ្ចឹងវីដេអូហ្នឹងគឺមានតែប៉ុណ្ណឹងទេបាទបើពេញចិត្តនៅវីដេអូនេះកុំភ្លេចចុចមេដៃ Subscribe បាទហើយកន្លឹះមួយទៀតដើម្បីខ្ញុំចង់ប្រាប់បងប្អូនទាំងអស់គ្នាបងប្អូនទាំងអស់គ្នាអាចធ្វើការ download វីដេអូពី YouTube TikTok Facebook អីមានកម្មវិធីមួយដែលខ្ញុំប្រាប់បងប្អូនទាំងអស់គ្នាបាទកម្មវិធីនោះគឺមានឈ្មោះថាខ្ញុំសើចឲ្យបងប្អូនមើលខ្ញុំ download មកហើយដែរបងប្អូនទាំងអស់គ្នាបាទតែខ្ញុំប្រាប់បងប្អូនទាំងអស់គ្នាតែម្ដងបាទអញ្ចឹងកម្មវិធីនោះគឺឈ្មោះថា Black Hole បាទ Black Hole Black Hole នេះឥឡូវគេនេះបងប្អូនអរគ្នាបាទអញ្ចឹងបងប្អូនទាំងអស់គ្នាអាច download វីដេអូ download YouTube Facebook TikTok អីបានបងប្អូនទាំងអស់គ្នាអាច download បានណាបងប្អូនទាំងអស់គ្នាបាទបងប្អូនទាំងអស់គ្នាបើកវាអញ្ចឹងមកហើយយើងចូលទៅក្នុងបាទអញ្ចឹងវាមានទាំងពាណិជ្ជកម្មតិចតួចក៏តែបើសិនជាបងប្អូនទាំងអស់គ្នាចង់ download វីដេអូណាអញ្ចឹងខ្ញុំចូលទៅក្នុងកន្លែង download វីដេអូមួយហើយដើម្បីឲ្យបងប្អូនមើលបន្ទាប់ពីបងប្អូនទាំងអស់គ្នាចូលអញ្ចឹងហើយបងប្អូនទាំងអស់គ្នាចូល TikTok ក៏បានចូល YouTube ក៏បានយើងចូល YouTube មួយចុះបាទយើងចូល YouTube មួយបាទអញ្ចឹងយើងចូល YouTube អញ្ចឹងហើយបងប្អូនទាំងអស់គ្នាជ្រើសរើសយកវីដេអូណាដែលបងប្អូនទាំងអស់គ្នាចង់ download អញ្ចឹងឧទាហរណ៍ថាវីដេអូនេះមួយចុះខ្ញុំឧទាហរណ៍ហើយយើងចុច share យើងចុច copy នេះគ្រាន់តែជាឧទាហរណ៍ទេខ្ញុំមិនបានយកវីដេអូគេមកទេបងប្អូនអរគ្នាខ្ញុំលុបចោលទាំងទេបងប្អូនអរគ្នាបាទអញ្ចឹងយើងចេញទៅវិញបាទចេញទៅវិញហើយយើងចូលទៅក្នុង Black Hole របស់យើងបាទយើងចូលទៅក្នុង Black Hole វាមានពាណិជ្ជកម្មតិចតួចបាទខ្ញុំបិទសំឡេងសិនបងប្អូនអរគ្នាកុំឲ្យជាប់សំឡេងអញ្ចឹងយើងចុចសញ្ញាខ្វែងនេះមកបាទចុចសញ្ញាខ្វែងនឹងហើយយើងចាំបន្តិចយើងចុចសញ្ញាខ្វែងនេះទៀតតាមពិតវាមិនមែនលោតរហូតទេបងប្អូនអរគ្នាហើយបងប្អូនអរគ្នាចុចទៅលើអាពណ៌ខ្មៅនេះពេលយើង copy link ហើយចុចទៅលើពណ៌ខ្មៅនឹងមួយមកបាទ
នាងវាដាក់ថា please wait បាទចឹងបានន័យថាវាកំពុងតែ download ឲ្យយើងនៅវីដេអូដែលយើងបាន copy link ហើយគឺងាយស្រួលមែនតើកម្មវិធីនេះបងប្អូនអរគ្នាបាទចឹងយើងទៅមើលវីដេអូទាំងអស់គ្នាបាទដោយសារតែខ្ញុំបាន download វីដេអូច្រើនចឹងនេះវីដេអូដែលខ្ញុំ download មកបាញ់មិញបាទបងប្អូនអរគ្នានេះណានេះបងប្អូនឃើញស្រាប់គឺdownload លឿនមែនតើបាទបងប្អូនអរគ្នាអញ្ចឹងអរគុណច្រើនសម្រាប់ការតាមដានវីដេអូតាំងពីដើមរហូតដល់ចប់បើសិនជាមានកំហុសខុសឆ្គងត្រង់ណាបងប្អូនមេត្តាអធិស្ឋានហើយជួបខ្ញុំបាទនៅវីដេអូក្រោយៗកុំភ្លេច Subscribe ដាក់រូបកណ្ដឹងដើម្បីទទួលបាននូវវីដេអូថ្មីៗ